ស្ដីសួស្ដីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូណែនាំសម្រាប់បងប្អូនថ្នាក់ទី12ថ្មីឆ្នាំសិក្សា2026-2027នេះវីដេអូណែនាំតាក់ទងទៅនឹងការបំពេញ Google Form ដើម្បីប្រមូលព័ត៌មានសម្រាប់បងប្អូនព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាការជ្រើសរើសថ្នាក់យុវវិទ្យាសាស្ត្រឬក៏ថ្នាក់សង្គមអញ្ចឹងបងប្អូនត្រូវមើលវីដេអូនេះឲ្យច្បាស់លាស់ឲ្យយល់ហើយអាចនឹងកត់យកព័ត៌មានសំខាន់ទុកឲ្យហើយសិនទៅហើយចាំយើងបំពេញចូលក្នុង Google Form ដោយសារ Google Form ការប្រមូលព័ត៌មាននេះគឺបងអូនម្នាក់ចូលបំពេញបានតែម្ដងទេអត់មានសិទ្ធចូលបំពេញចាប់ពី2ដងទៅគឺមិនអាចទេណាអញ្ចឹងម្ដងគឺឲ្យត្រឹមត្រូវអូខេអញ្ចឹងកុំឲ្យខាត់ពេលបងប្អូនត្រៀមអាចកត់ទុកចំណុចណាដែលយើងមិនច្បាស់លាស់ទៅអូខេចាប់ផ្ដើមអញ្ចឹងពេលដែលបងអូនឃើញ link លោកគ្រូទម្លាក់ចូលគឺនេះបញ្ជីស្រង់ព័ត៌មានសិស្សថ្នាក់ទី12នៅឆ្នាំសិក្សានេះបងចុចលើ link ហ្នឹងទៅអូខេពេលដែលបងចុចលើ link ហើយបងនឹងឃើញដាក់ពាក្យថាបញ្ជីសម្រង់ព័ត៌មានសិស្សថ្នាក់ទី12ឆ្នាំសិក្សា2026-2027ជាឡាយប្រេកស្លាញ់អូខេអញ្ចឹងបងចុចយកពាក្យថា next បងចុចពាក្យ next ហើយយើងនៅមានព័ត៌មានទី1គឺព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងព័ត៌មានផ្ទាល់ខ្លួនគឺមានអត្តលេខឆ្នាំសិក្សាចាស់អញ្ចឹងបងអូនត្រូវមើលបញ្ជីយើងកាលពីរៀនថ្នាក់ទី11ហ្នឹងតើអត្តលេខប្រមាណអញ្ចឹងបងអូនវាយមកខ្ញុំឧទាហរណ៍ថាអត្តលេខខ្ញុំវាយ25 3001ឧទាហរណ៍ទេណាអញ្ចឹងបងអូនទៅ check មើលអត្តលេខខ្លួនឯងវិញហើយវាយឲ្យត្រូវមកកន្លែងនេះគឺនាមតកូលនេះគឺយើងវាយតែឈ្មោះតកូលរបស់យើងទេខ្ញុំឧទាហរណ៍ទេអញ្ចឹងខ្ញុំដាក់នាមតកូលហើយនាមខ្លួនអញ្ចឹងនាមតកូលផ្សេងនាមខ្លួនផ្សេងអត់វាយចូលកន្លែងតែមួយទេណាបញ្ជាក់ម្ដងទៀតកុំឲ្យខុសព្រោះអីយើងបំពេញបានតែម្ដងទេអូខេបន្ទាប់មកយើងរើសភេទអញ្ចឹងភេទប្រុសពេលដែលបំពេញចឹងហើយបងប្អូនចុចពាក្យថា next អូខេចុច next មកវាដល់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងកន្លែងថ្ងៃខែឆ្នាំកំណើតនេះបងអូនវាយជាលេខសកលគឺមិនមែនជាលេខខ្មែរបងអូនវាយលេខខ្មែរគឺអត់ឲ្យទៅមុខទៀតទេអញ្ចឹងលេខសកលបងប្អូនបដូរមកឧទាហរណ៍ថាថ្ងៃទី20ខ្ញុំឧទាហរណ៍ណា20ខែ5អញ្ចឹងយើងវាយ05មកហើយ20ខែ5ហើយឆ្នាំនេះបងអូនវាយ4ខ្ទង់ឥឡូវខ្ញុំវាយថា2008ឧទាហរណ៍ណាវាយ2008ហើយជាសិស្សកន្លែងជាសិស្សនេះបងអូនត្រូវរើសតើបងអូនថ្នាក់ទី11អីណាអញ្ចឹងយើងមានពី A ដល់ E អញ្ចឹងឧទាហរណ៍ខ្ញុំថ្នាក់ទី 11A អូខេកន្លែងនេះគឺជំរើសថ្នាក់រៀនអញ្ចឹងជំរើសថ្នាក់រៀននេះបងអូនត្រូវសម្រេចចិត្តឲ្យបានច្បាស់លាស់ហើយតើយកវិទ្យាសាស្ត្រឬក៏សង្គមឥឡូវខ្ញុំជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រពិតអូខេអញ្ចឹងរើសយកវិទ្យាសាស្ត្រពិតមកហើយនឹងវាយលេខទូរស័ព្ទកន្លែងលេខទូរស័ព្ទនេះដូចគ្នាគឺយើងវាយជាលេខរ៉ូម៉ាលេខសកលអត់វាយលេខជាខ្មែរទេអញ្ចឹងខ្ញុំវាយមក096ដក clear មក3700 603ឧទាហរណ៍ណាអូខេអញ្ចឹងពេលដែលបងអូនមុននឹងចុចបន្តត្រូវមើលចំណុចណាដែលខ្វះខាតសិនណាអញ្ចឹងអត់មានខ្វះខាតអីទេថ្ងៃទីយើងវាយលេខរ៉ូម៉ាលេខសកលអញ្ចឹងមកអូខេថ្នាក់ទី 11A អញ្ចឹងខ្ញុំបំពេញកន្លែងហ្នឹងហើយខ្ញុំចុច next ទៀតណាខ្ញុំចុច next អញ្ចឹងចុច next ទៅដល់កន្លែងអីទៅដល់មួយទៀតគឺទីកន្លែងកំណើតអញ្ចឹងទីកន្លែងកំណើតនិងទីកន្លែងបច្ចុប្បន្នមានបងអូនខ្លះគឺផ្សេងគ្នាហើយបងអូនខ្លះគឺដដែលដោយសារយើងអ្នកខ្លះកើតនៅកន្លែងផ្សេងហើយទីលំនៅបច្ចុប្បន្នផ្សេងអញ្ចឹងយើងត្រូវវាយយ៉ាងម៉េចកន្លែងនេះយើងមើលឧទាហរណ៍មើលគេថាភូមិពុនចានអញ្ចឹងយើងមិនបាច់ដាក់ឈ្មោះភូមិមកវិញទេយើងគ្រាន់តែសេឈ្មោះតែឈ្មោះភូមិមកបានហើយមិនបាច់ទៅសេពាក្យថាភូមិនឹងមកវិញទេអញ្ចឹងខ្ញុំនៅភូមិខ្ញុំគឺភូមិប្រឡាយអញ្ចឹងខ្ញុំអាចវាយពាក្យថាប្រឡាយអូខេប្រឡាយឃុំដូចគ្នាយើងវាយតែឈ្មោះវាមកបឹងខ្យាងហើយស្រុកគឺកណ្ដាលស្ទឹងយើងវាយចឹងមកហើយនឹងខេត្តគឺយើងដាក់ពាក្យថាក
កណ្ដាលអូខេកណ្ដាលអញ្ចឹងយើងមើលមកប៉ុណ្ណឹងហើយខ្ញុំចុច next ចុច next មកមិញគឺទីកន្លែងកំណត់ឥឡូវនេះទីលំនៅបច្ចុប្បន្នដោយសារទីលំនៅបច្ចុប្បន្នហើយនឹងទីកន្លែងកំណត់តែមួយអញ្ចឹងខ្ញុំវាយដូចគ្នាមកបន្លាយបឹងខ្យាងកណ្ដាលស្ទឹងហើយខេត្តកណ្ដាលបាទខេត្តកណ្ដាលអញ្ចឹងកន្លែងនេះយើងចំណុចអីគេគឺទីលំនៅបច្ចុប្បន្នហើយបន្តមកទៀតយើងចុចពាក្យ next វានឹងទៅដល់ព័ត៌មានគ្រួសារណាព័ត៌មានគ្រួសារអញ្ចឹងព័ត៌មានគ្រួសារយើងវាយអញ្ចឹងមកឈ្មោះនេះគឺឈ្មោះឪពុកយើងវាយឈ្មោះឪពុកមកយើងវាយឈ្មោះឪពុកមុខរបរឪពុកយើងវាយតាមជាក់ស្ដែងរបស់យើងមកឈ្មោះម្ដាយនេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងយើងវាយតាមជាក់ស្ដែងរបស់ពួកយើងរៀងៗខ្លួនមុខរបរម្ដាយក៏កសិករដែរឈ្មោះអាណាព្យាបាលបើសិនជាយើងនៅជាមួយយាយយើងអាចវាយឈ្មោះអ្នកដែលនៅអាណាព្យាបាលរបស់យើងណាអញ្ចឹងខ្ញុំវាយឈ្មោះឪពុករបស់ខ្ញុំឡើងវិញដោយសារខ្ញុំដាក់គាត់ជាអាណាព្យាបាលអូខេហើយមុខរបរគាត់ក៏នៅតែជាកសិករដែរហើយលេខទូរស័ព្ទឪពុកម្ដាយឬអាណាព្យាបាលអញ្ចឹងយើងយកលេខនរណាក៏បានដែរទាំង3នាក់ឪពុកម្ដាយឬក៏អាណាព្យាបាលដែលយើងនៅជាមួយអញ្ចឹងខ្ញុំវាយមកលេខទូរស័ព្ទរបស់គាត់អូខេហើយស្ថានភាពគ្រួសារនេះគឺយើងជ្រើសរើសមកតើជំរឿមួយណាអញ្ចឹងយើងមានមិនកំព្រាម្ដាយកំព្រាឪពុកកំព្រាទាំងពីរអញ្ចឹងខ្ញុំចុចយកមិនកំព្រាហើយបានក្រីក្រអូខេបានក្រីក្រនេះយើងមានក្រ1ក្រ2ឬបានហានិភ័យប៉ុន្តែកន្លែងណាអត់មានយើងដាក់មិនមានមកអូខេអញ្ចឹងព័ត៌មានមានតែប៉ុណ្្នឹងឯងហើយទាំងអស់គ្នារួចហើយយើងចុចពាក្យថា submit នេះចុចពាក្យ submit នេះពណ៌ខៀវនេះអញ្ចឹងពេលដែលបងអូនចុច submit វានឹងប្រាប់ថាម៉េចប្រាប់ថាខ្លួនអានមើលកន្លែងនេះគឺបំពេញព័ត៌មានបានជោគជ័យសូមអរគុណអញ្ចឹងទាល់តែបងអូនចុចដល់ submit ហើយវាមានពាក្យថាបំពេញព័ត៌មានបានជោគជ័យទើបការបំពេញព័ត៌មានយើងត្រឹមត្រូវហើយគ្រប់គ្រាន់អូខេមានប៉ុណ្ណឹងអរគុណច្រើនសូមមើលវីដេអូនេះឲ្យបានច្បាស់លាស់មុននឹងចុច submit ចូល link ណាអូខេអរគុណ